រឿងនិទានខ្មែររឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីជុកជាមួយគ្នាពុំដែលឃ្លានឡើយទុនសាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកឧបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកុំដេកដើរស៊ីចុកជាមួយគ្នាប្រយ័ត្នតែអ្នកស្រុកគេឃើញនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឮទុនសាយនិយាយដូច្នេះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទុនសាយនិយាយចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីជុកដតីពីគ្នាក្នុងការនៅបែកគ្នាសត្វទាំងពីរក៏តែងតែនឹកអាល័យពីគ្នាដល់ធ្លាប់បាននៅរួមសុខជាមួយនឹងគ្នាអស់រយៈពេលយូរហើយលុះយូរទៅក្របីទាំងពីរក៏ភ្លេចនឹកគ្នាទៅវិញទៅមកទុនសាយដឹងថាក្របីទាំងពីរនេះបែកគ្នាលែងនឹកដល់គ្នាហើយក៏ដើរទៅរកក្របីព្រៃនិយាយថាណែក្របីព្រៃខ្ញុំបានឮក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គេរកតែដៃគូប្រយុទ្ធសាក់លបងគ្នាទេក្របីព្រៃឮដូច្នេះខឹងណាស់និយាយថាយើបងទុនសាយក្រមេឃលើដីមានតែខ្ញុំទេឯលើមានអាក្របីណាមកអួតក្អេងក្អាងថាវាខ្លាំងពូកែជាងខ្ញុំចូលបងឯងទៅហៅវាមកយើងនឹងជល់សាក់លបងគ្នាម្ដងទុនសាយក៏ទៅប្រាប់ក្របីស្រុកថាណែបងក្របីស្រុកក្របីព្រៃខឹងនឹងបងឯងណាស់គេថាឲ្យបងឯងទៅជួបនឹងជល់សាក់លបងគ្នាម្ដងឲ្យដឹងដៃទុនសាយឡើងជិះលើក្របីស្រុកជូនដំណើរទៅឲ្យជួបនឹងក្របីព្រៃលុះទៅដល់ក្របីព្រៃក៏ស្ទុះមករកក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ក៏ចាកចេញពីគ្នាមួយទៅស្រុកមួយទៀតទៅនៅព្រៃទៅលែងជួបគ្នាតាំងពីពេលនោះរហូតដល់សព្វថ្ងៃនេះ